តោះមកលេងខេត្តកោះកុងមួយខ្ញុំនៅខេត្តកោះកុងគឺអត់ខ្វះហើយកន្លែងដើរលេងជាពិសេសគឺកន្លែងដែលភ្ជាប់ជាមួយនឹងទេសភាពបែបធម្មជាតិណាហើយកន្លែងនេះគឺជាកន្លែងដែលឈ្មោះថាសួគ៌ជីផាកោះកុងកន្លែងនេះ special ត្រង់ថានៅជាប់ទឹកធ្លាក់តែម្ដងហើយនៅកន្លែងបន្ទប់គេរៀបឲ្យមកឆ្ងាញ់ហ្មងមិនសម្រាប់ថារៀបតែខាងក្រៅទេណាខាងក្នុងគេរៀបជាមួយសែតឲ្យតែម្ដងមានកញ្ចក់មានជាមួយនឹងទូទឹកកកមានទូដាក់កៅអៅបន្ទប់ទឹកភ្ជាប់ជាមួយនៅក្នុងបន្ទប់គេហ្មងណាជាពិសេស special ជាងគេក្រែហ្នឹងហ្មងគេដាក់ថែមឲ្យយើងទៀតណាបងអូនបើយើងមកជាគ្រួសារបែបគ្រួសារធំតែម្ដងហើយបើយើងអត់ចង់បន្ថែមក្រែទេគឺយើងអាចគេនៅលើសាឡុងគេក៏បានដែរសាឡុងគេបានដល់2នាក់ហើយនៅទីនេះគឺគេមានចានឆ្នាំងរៀបឲ្យយើងមកសេតតែម្ដងជាមួយនឹងចង្ក្រានអាំងចង្ក្រានអីមិនបាច់ភ័យថាខ្ចប់មកពីចង្ងាយអីទេហើយសម្រាប់នៅទីនេះដែរគឺមានដើមឈើខ្ពស់ច្រើនមែនតែនហើយម្លប់ហ្មងទោះថ្ងៃក្តៅប៉ុណ្ណាក៏អត់ក្តៅខ្លាំងដែរព្រោះមានដើមឈើជាម្លប់បងប្អូនទាំងអស់គ្នាហើយកន្លែងថតរូបក៏ច្រើនដែរហើយម្យ៉ាងវិញទៀតណាគេមានខាយ៉ាក់ឲ្យយើងជិះលេងទៀតហើយខ្ញុំអត់ចេះទេប៉ុន្តែខ្ញុំអរគុណពូដែលនៅហ្នឹងគឺគាត់អ៊ំខាយ៉ាក់កាយខាយ៉ាក់ជាមួយខ្ញុំតែម្ដងអរគុណច្រើនហើយពូហើយនៅទីនេះពេលព្រឹកឡើងមកឆុងតែឆុងកាហ្វេឆុងជាមួយនឹងកាហ្វេញ៉ាំនៅលើទឹកឈូហ្នឹង special បងប្អូនអើយក្តីសុខហ្មងហើយមួយទៀតព្រឹកឡើងគឺកំងជាមួយអំបិលខាងគេរៀបឲ្យមកអែមបែបនេះជា set អំបិលអញ្ចឹងគឺញ៉ាំអំបិលនឹងអង្គុយមើលទឹកធ្លាក់ក៏ក្តីសុខដែរជាពិសេសគឺមានកង់គឺមានកង់ជីសម្រាប់2នាក់សម្រាប់3នាក់ហើយនិងសម្រាប់1នាក់ហើយខ្ញុំចេញមកខាងក្រៅនេះខ្ញុំឃើញមានគេមក trip ជាច្រើនជាមួយនឹងជិះម៉ូតូមក trip ហ្មងបងអូនហើយសកម្មភាពពេលព្រឹកគឺភ្ញាក់ពីដេកមកគឺសោះស្រាយមែនតើហើយមើលនឹងផ្នែកក្រៅទេសភាពក៏ដូចគំនូរអញ្ចឹងហើយកន្លែងនេះដែរខ្ញុំសូមសរសើរអ្នកធ្វើការហ្នឹង service អែមមែនតើហ្មងបងអូនហើយបើយើងចង់ធ្វើអីឲ្យគេអាំងសាច់ឲ្យក៏បានដែរនៅនេះគឺខ្ញុំសរសើរអ្នក service គេគឺធ្វើឲ្យមានអារម្មណ៍មួយថាកក់ក្ដៅអញ្ចឹងមកលេងកោះកុងកុំភ្លេចចូលមកលេងជីផាផងគឺមានរមណីយដ្ឋានគេច្រើនមែនតែនជាពិសេសគឺស្អាតភ្ជាប់ជាមួយនឹងធម្មជាតិហ្នឹងបងអូនអូខេបាយបាយអរគុណច្រើន